មួយទៀតគ្រូអញ្ចឹងបើសិនជាប្រើបានគ្រប់វ័យប៉ុន្តែក្នុងវ័យណាដែលល្អបំផុតមកហើយក្នុងស្ថានភាពអ្នកជំងឺបែបណាឬក៏គាត់មានសុខភាពបែបណាអូខេខេសមួយនេះគឺល្អបើសិនជាខ្លាញ់យើងឲ្យថ្នាំខ្លាញ់បានតែបញ្ចុះខ្លាញ់ទេបានន័យថាបញ្ចុះខ្លាញ់តែអត់បានជួយរាងកាយគាត់មកចំណាយផ្សេងទៀតទេដូចទៅវិញ side effect របស់វាមានគាត់មានថ្នាំមួយវាមានបាទអញ្ចឹងកណ្ដាលប្រើច្រើនទៅមានផលសំខាន់តែមានជំងឺខ្លះគាត់តាមបាច់ការប្រើពួកថ្នាំខ្លាញ់ណាតែបទពិសោធន៍របស់ខ្ញុំក្នុងអូមេហ្គា3ល្អបំផុតសម្រាប់អ្នកដែលគាត់ដឹងថាគាត់កំពុងមានបញ្ហាសុខភាពដូចជាវ័យចាប់ពី40ឆ្នាំឡើងទៅឬ50ឆ្នាំឡើងទៅដែលគាត់មានបញ្ហាសុខភាពដូចជាបញ្ហាឈឺរួចតាមសន្លាក់ជង្គង់អានោះជួបច្រើនមែនទែនមកបាទជាស្រីមនុស្សស្រីឈឺរួចតាមសន្លាក់ជង្គង់គាត់ចុករួចតាមទឹកដុំបាទគាត់មានបញ្ហាលើខ្លាញ់សរសៃឈាមមកខ្លាញ់រោមថ្លើមហើយបញ្ញាស្មារតីរបស់គាត់ការចងចាំរបស់គាត់ចុះខ្សោយទៀតគឺល្អបំផុតដោយសារតែនៅក្នុងនេះគឺជាប្រភេទ genomeហើយអ្វីដែលជាចំណុចសំខាន់នៅក្នុង EPA និង DHA នេះវាជួយទៅលើសាច់ដុំផងជួយទៅលើខ្លាញ់របស់គាត់ផងជួយទៅលើប្រព័ន្ធប្រសាទរបស់គាត់ចឹងល្អបំផុតអ្នកដែលគាត់អាយុចាប់ពី40ឬ50ឆ្នាំឬក៏អ្នកដែលកំពុងមានបញ្ហាសុខភាពដូចជាបញ្ហាលើឈាមបញ្ហាទឹកនោមផ្អែមឬក៏គាត់មានបញ្ហាឈឺកាពះរ៉ាំរ៉ៃឬក៏គាត់ជាមនុស្សអ្នកដែលគាត់ធ្វើការងារច្រើនគាត់សូវបានដេកសុខភាពគាត់ទ្រុឌទ្រោមល្អបំផុតក្នុងការញ៉ាំអូមេហ្គា3ចឹងគាត់ញ៉ាំ4គ្រាប់ទៅ2នាទីក្នុងករណីបញ្ហាចឹងណាញ៉ាំ4គ្រាប់ទៅ2នាទីញ៉ាំបានខែ2ខែគឺថាគាត់ស្រួលហើយគាត់បន្ថយនៅ2គ្រាប់វិញហើយញ៉ាំហើយគាត់ស្រួលខ្លួនណាបើគាត់ញ៉ាំ4គ្រាប់គាត់ស្រួលខ្លួនចឹងចាប់ពីខែទី2ទី3ទៅគាត់ញ៉ាំតែ2គ្រាប់បានហើយល្អបំផុតគឺញ៉ាំមុនពេលចូលគេដោយសារតែ DHA នោះវាជួយឲ្យការគេងរបស់គាត់បានស្ងប់អញ្ចឹងគាត់តែទទួលបានថាឲ្យតាមពីញ៉ាំអូមេហ្គា3ទៅធ្វើឲ្យគាត់គេងអត់សូវយល់សពហើយគាត់គេងបានស្ងប់លើគាត់មានកម្លាំងអញ្ចឹង